នៅក្នុងវីដេអូនេះយើងនឹងមករៀនពី idiom នៅក្នុងភាសាចិនមួយទៀតដែលយើងធ្លាប់បានដឹងពីវីដេអូមុនៗនេះថា idiom នៅក្នុងភាសាចិនគេហៅថា成语ហើយ成语ដែលយើងនឹងលើកមករៀននៅក្នុងវីដេអូនឹងដែរគឺពាក្យថា未雨绸缪ចឹងពាក្យថា未雨绸缪មានន័យថាម៉េចយើងមកមើលអត្ថន័យនៃពាក្យនីមួយៗទាំងអស់គ្នាចឹងពាក្យថា未នេះមានន័យថា没有ឬក៏尚未ដែលមានន័យថាមិនទាន់ហើយពាក្យថា雨នេះមានន័យថា下雨ឬក៏只带风雨灾害មានន័យថាភ្លៀងឬក៏សំដៅទៅលើគ្រោះមហន្តរាយដូចជាព្យុះភ្លៀងជាដើមប៉ុន្តែនៅក្នុងន័យនេះគឺគេប្រើជាន័យធៀបវិញដែលមានន័យថាបញ្ហាឬក៏ស្ថានភាពអាក្រក់ណាដែលយើងបានជួបប្រទះអញ្ចឹងណាហើយពាក្យថាឆោម៉ូនេះមានន័យថា把东西缠紧加固修补មានន័យថារឹតបន្តឹងរបស់អីមួយឬក៏ជួសជុលរបស់អីមួយហើយក្នុងន័យនេះគឺគេចង់ពង្រីកអត្ថន័យ insert វិញមានន័យថាពង្រីកអត្ថន័យដែលមានន័យថា提前做好准备预先安排妥当防患于未然មានន័យថាត្រៀមខ្លួនទុកជាមុនឬក៏រៀបចំផែនការអីជាមុនចឹងទៅដើម្បីការពារខ្លួនយើងហ្នឹងពីរឿងដែលមិនទាន់បានកើតឡើងចឹងបើសិនជាយើងមើលអត្ថន័យនៃពាក្យទាំងអស់ហ្នឹងហើយយកមកផ្គុំបញ្ចូលគ្នាយើងបានពាក្យថា未雨绸缪ដែលមានន័យថាយើងត្រៀមខ្លួនជាមុនរៀបចំផែនការទុកជាមុនដើម្បីការពារនៅស្ថានភាពមិនល្អណាមួយដែលអាចនឹងកើតឡើងចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាចុះឧទាហរណ៍ទី1养成储蓄的习惯就是为生活中的变化未雨绸缪មានន័យថាការបណ្ដុះនៅទម្លាប់សន្សំសំចៃគឺដើម្បីការប្រែប្រួលនៅក្នុងជីវិតយើងដែលមិនទាន់បានកើតឡើងអញ្ចឹងពាក្យថាយ៉ាងឆងនេះមានន័យថា develop ឬក៏បណ្ដុះអីមួយអញ្ចឹងទៅហើយ储蓄មានន័យថាសន្សំសំចៃ saving ហើយពាក្យថា习惯នេះមានន័យថាទម្លាប់ហើយយើងមកមើលឧទាហរណ៍ទី2ទាំងអស់គ្នា学习上未雨绸缪考前复习就不会手忙脚乱មានន័យថានៅក្នុងការសិក្សាបើសិនជាយើងត្រៀមខ្លួនជាមុនអញ្ចឹងណាគឺនៅពេលដែលយើងរំលឹកមេរៀនមុនប្រឡងហ្នឹងគឺអត់អាចធ្វើឲ្យយើងហ្នឹងគេហៅមានអារម្មណ៍ថាតកកហល់ទេសូម៉ាងចៅលាន់មានន័យថាតកកហល់ដែលបញ្ញាអីចឹងទៅហើយខ្ញុំក៏បានបញ្យល់តាក់ទងជាមួយសូម៉ាងចៅលាន់វាក៏ជាឆឹងវាមួយដែរខ្ញុំបានបញ្យល់នៅក្នុងវីដេអូមុនចឹងខ្ញុំនឹងដាក់ link វីដេអូហ្នឹងនៅក្នុង comment ខាងក្រោមអ្នកនរគ្នាអាចចូលទៅមើលបានហើយឧទាហរណ៍ទី3យើងមកមើលទាំងអស់គ្នា抓计划要懂得未雨绸缪不要等到问题出现才着急មានន័យថានៅពេលដែលយើងធ្វើផែនការអីមួយត្រូវដឹងពីដែលថាបញ្ហាឬក៏ស្ថានភាពអាក្រក់ៗណាមួយដែលអាចនឹងកើតឡើងអញ្ចឹងយើងត្រូវធៀមទុកជាមុនអញ្ចឹងទៅនៅពេលដែលដល់ពេលជួបបញ្ហាហ្នឹងគឺវាអាចធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថាត្រូវស្ទុះស្ទីឯងអញ្ចឹងខ្ញុំបានឲ្យឧទាហរណ៍អ្នកនរគ្នាដល់ទៅ3ហើយអីអញ្ចឹងបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានហើយអ្នកនរគ្នាក៏អាចយកពាក្យថាវ៉ៃឆោម៉ូហ្នឹងទៅបង្កើតជាល្បះខ្លួនឯងហើយបន្ទាប់មកអាចចូលទៅ comment នៅក្នុងវីដេអូហ្នឹងបានហើយខ្ញុំនឹងចូលទៅអាន comment អ្នកនរគ្នាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ